តែឃើញដើមឈើណាធំគាត់ជឿជាក់ថាមានព្រាយព្រះអរអ្នកតាចាជាពិសេសដូចដើមព្រីកនេះចាតែបើអ្នកផ្សេងគេមើលគេថាសាមញ្ញប៉ុន្តែសម្រាប់ខ្ញុំថាអត់សាមញ្ញទេមានស្អីនៅហើយនេះអ្នកជឿព្រះយេស៊ូវទាំងអស់គឺជឿថាព្រះយេស៊ូវគ្រីស្ទជាព្រះតែមួយគត់ជាចម្លើយសម្រាប់នឹងសង្គ្រោះមនុស្សលោកនៅលើផែនដីនេះឲ្យរួចពីអំពើបាបរបស់ផងគេAssalamu alaikum warahmatullahi wabarakatuh ខ្ញុំបានកាន់សាសនាអ៊ីស្លាមដែលជឿទៅលើព្រះអល់ឡោះគឺជាព្រះតែមួយគត់ទ្រឹស្ដីនៃពុទ្ធសាសនាព្រះអង្គសម្ដែងមកគឺមានហេតុហើយនឹងផលច្បាស់លាស់អញ្ចឹងពាក្យណាដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធពាក្យទាំងអស់ហ្នឹងគឺចាត់ចូលនៅក្នុងព្រះពុទ្ធសាសនាខាងខ្ញុំឬថាជនជាតិគួយមានន័យខ្លាំងមែនតែនចាសំខាន់គឺมันអាចលុបបំបាត់ឬក៏បំផ្លិចនៅហើយអត្តសញ្ញាណរបស់ខ្លួនចាជាទនាមទម្លាប់ការបន់ស្រន់និងសែនព្រេនឯងចាมันអាចចូលបើសិនថានិយាយពីរឿងលោកតាវិញពេលនៅក្នុងស្រុកមានការឈឺស្កាត់ដូចគេថាជំងឺរាគរូសចុះក្អួតនិយាយទៅជំងឺអាសន្នរោគតែងតែយាយីរាតត្បាតតាមស្រុកតាមភូមិចេះហើយក៏ឡើងលោកតាហ្នឹងដូចថាជាទំនៀមទម្លាប់ជួយឲ្យមានផ្ទៀងធ្លាក់មកតែសុំថាកុំឲ្យមានអោយតែថាដល់រដូវទោះតែថាអ្នកឈឺក៏ដោយមិនឈឺក៏ដោយចិត្តចែកឆ្នាំហើយនាំគ្នាធ្វើបុណ្យឯងចាគេហៅថាធ្វើបុណ្យឡើងអ្នកតាសម្រាប់ខ្ញុំជឿដល់ព្រះយេស៊ូវគ្រីស្ទ30ឆ្នាំហើយជំនឿរបស់ផងយើងគឺថាព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងម្ល៉េះពីព្រោះថាព្រះជាម្ចាស់មិនបានបញ្ជូនសាសនាដើម្បីមកជួយមនុស្សលោកយើងទេពីព្រោះមនុស្សលោកយើងទាំងអស់គ្នាសុទ្ធតែមានបាបហើយខ្វះមិនដល់សេរីល្អនៃព្រះហើយយើងមិនអាចធ្វើអំពើល្អឬក៏ខាសន្សំកុសលបែបណាមួយអំពើល្អណាមួយដើម្បីឲ្យរួចពីអំពើបាបរបស់ខ្លួនបានទេមានតែព្រះជាម្ចាស់បានយាងមកផែនដីនេះហើយព្រះអង្គសុគតនៅលើជ័យឆ្កាងដើម្បីនឹងបង់ថ្លៃអំពើបាបនិងសេចក្តីស្លាប់របស់ផងយើងតកតងទៅនឹងនិយមន័យនៃព្រះពុទ្ធសាសនាដែលយើងនិយាយឲ្យងាយស្ដាប់គឺពាក្យព្រានប្រដៅរបស់ព្រះពុទ្ធព្រះសង្ឃដែលចូលសាងប្រភ្នោះបួសជាបព្វជិតយើងហៅថាភេទជាព្រះសង្ឃហ្នឹងនៅពេលដែលបួសហើយគឺត្រូវសិក្សាប្រតិបត្តិនៅធម៌អាសិក្ខាវិន័យដែលមាននៅក្នុងគម្ពីរបត្រៃបិដកទាំងអស់ហ្នឹងហើយដូចសង្គមខ្មែរយើងបច្ចុប្បន្នដូចជារដូវកាលចូលឆ្នាំខែភ្ជុំអីហ្នឹងយើងហៅថាខែមនសន្តរដូវពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងអស់គាត់តែងតែប្រគេនចង្ហាន់ដល់ព្រះសង្ឃហើយបាំងសកលឧទ្ទិសបុណ្យកុសលនឹងទៅឲ្យពីព្រោះក្នុងភេទជាបព្វជិតអ្នកបួសហ្នឹងគឺប្រតិបត្តិតាមធម៌របស់ព្រះសម្មាសម្ពុទ្ធ ចំពោះ
សាសនាតាមគំនិតខ្ញុំយល់ឃើញថាគឺជាការព្រានប្រដៅយើងឲ្យយើងធ្វើល្អនិងគោរពប្រតិបត្តិទៅតាមសាសនាដែលច្បាប់សាសនាគាត់បានកំណត់មកហើយចំពោះជំនឿគឺជាការជឿជាក់យ៉ាងមុតមមហើយយើងប្រតិបត្តិទៅតាមបទបញ្ជាដែលព្រះបានកំណត់មកដែរហើយមួយវិញទៀតចំពោះសាសនារបស់ខ្ញុំគឺគេតម្រូវឲ្យទាំងស្ត្រីនិងបុរសគឺស្លៀកពាក់ជិតឲ្យបានន័យថាស្ត្រីត្រឹមកដៃនេះហើយជើងយើងត្រូវស្លៀកឲ្យជិតតែគោលហ្នឹងហើយយើងត្រូវពាក់ស្រោមជើងឲ្យជិតបិទបង់រាងកាយរបស់យើងហើយយើងទទួលហ៊ីជាបហ្នឹង ពុទ្ធសាសនាមានគុណតម្លៃសម្រាប់អ្នកប្រតិបត្តិផងនិងគុណតម្លៃសម្រាប់សង្គមជាតិទាំងមូលនឹងផងដែលមានអ្នកគោរពស្រឡាញ់កាន់យកនៅពុទ្ធសាសនាដើម្បីជាធម៌ប្រតិបត្តិដើម្បីរលាស់ខ្លួនចេញចាកទុកទាំងឡាយទាំងពួង ចំពោះគុណតម្លៃនៅក្នុងសាសនាអ៊ីស្លាមមានច្រើនតែខ្ញុំលើកជាគោលទី1ហ្នឹងគឺជាការថ្វាយបង្គំមួយថ្ងៃ5ដងហ្នឹងហើយទី2គឺជាការបួសក្នុងខែរ៉ូម៉ាដនជាក់ស្ដែងគេហៅថាតមអាហារហើយចំពោះការបួសនេះដែរវាផ្ដល់អត្ថប្រយោជន៍ជាច្រើនទី1ហ្នឹងការបួសធ្វើឲ្យយើងមានសុខភាពល្អហើយទី2ហ្នឹងគឺយើងមានការយល់ដឹងពីទុក្ខធុរៈរបស់អ្នកក្រីក្រដែលគាត់ខ្វះខាតអាហារសម្រាប់បរិភោគជាប្រចាំថ្ងៃអញ្ចឹងណាហើយដល់ពេលយើងបួសទៅយើងមានការយល់ដឹងពីទុក្ខធុរៈរបស់គាត់ហើយទី3ហ្នឹងគឺយើងមានចំណុចផ្សារភ្ជាប់មានទំនាក់ទំនងជាមួយនឹងអ្នកមាននិងអ្នកក្រ នៅក្នុងជំនឿនិងគុណតម្លៃរបស់ផងយើងដែលជាគ្រីស្ទបរិស័ទគឺយើងផ្អែកពឹងអាងនៅលើសេចក្តីស្រឡាញ់ជាធំដូច្នេះគុណតម្លៃរបស់ផងយើងគឺមានច្រើនប៉ុន្តែខ្ញុំអាចសង្ខេបខ្លីៗខ្លះដូចជាសេចក្តីសង្ឃឹមសេចក្តីជំនឿហើយនិងសេចក្តីស្រឡាញ់ហើយទាំង3នេះដែលសំខាន់ជាងគេនោះគឺជាសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់របស់ព្រះនេះឯងដែលយើងអាចស្រឡាញ់ដល់អ្នកដទៃដែលមិនមានលក្ខខណ្ឌទោះបើអ្នកដែលមានជំនឿខុសអំពីយើងដែលមានវប្បធម៌ខុសអំពីយើងក៏ព្រះជាម្ចាស់ទ្រង់ឲ្យយើងស្រឡាញ់ពាក្យថាសុខដុមរមនីអន្តរសាសនាគឺសំដៅយកសាសនាផ្សេងៗដទៃដ៏ច្រើននៅក្នុងសកលលោកណាមានការរួបរวมសាមគ្គីគ្នាមិនវិវាទថាប្រកាន់សាសនានេះ ឆ្លុះតោះតែងប្រកាន់អ្នកកាន់សាសនានោះផ្សេងដទៃគឺឧទាហរណ៍ថាអ្នកកាន់ពុទ្ធសាសនាអញ្ចឹងទៅមិនរើសអើងនៅសាសនាផ្សេងដទៃទេគឺត្រូវតែមានការប្រស្រ័យតាក់ទងគ្នាចែករំលែកនៅទ្រឹស្ដីនៃពុទ្ធសាសនាឬក៏សាសនាផ្សេងដទៃនឹងចែករំលែកគ្នាទៅវិញទៅមកកាលណាដែលអ្នកកាន់សាសនាទាំងអស់នៅក្នុងលោក មានធម៌រួបរวมសាមគ្គីគ្នាមិនប្រកាន់ឆ្លុះតោះតែងវិវាទគ្នាទេនេះជាកត្តាដែលនាំឲ្យមានភាពសុខដុមរមនាសម្រាប់អន្តរសាសនា ដើម្បីឲ្យមានសុខដុមរមនាអន្តរជំនឿហើយរស់នៅជាមួយគ្នាប្រកបដោយសន្តិភាពហ្នឹងគឺពួកយើងនៅក្នុងសហគមន៍ហ្នឹងគឺយើងត្រូវចេះសម្របខ្លួនឬក៏យើងស្វែងយល់ពីវប្បធម៌នៃការរស់នៅរបស់សាសនាផ្សេងទៀតស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់ធ្វើអីបន់សាសនារបស់គាត់ហើយយើងព្យាយាមយកទុកធុរៈពួកគាត់អីអញ្ចឹងណាហើយដើម្បីយើងធ្វើឲ្យការដែលកាន់សាសនាផ្សេងគ្នាហ្នឹងវាផ្សារភ្ជាប់ទំនាក់ទំនងមួយគ្នា អត់ឲ្យមានការរើសអើងគ្នាហើយដល់ពេលអញ្ចឹងទៅយើងរស់នៅមួយគ្នានឹងមានសន្តិភាពសម្រាប់ខ្ញុំគិតថាសេរីភាពនិងជំនឿវានាំមកនៅសេចក្តីសុខផ្លូវចិត្តរបស់ផងពួកគាត់ អ្វីត្បិតតែថាយើងភាសាខុសគ្នាមែនជាទំនៀមទម្លាប់ខុសគ្នាមែនប៉ុន្តែយើងអាចរស់នៅផងគ្នាបានហើយក៏សូមឲ្យសាសនាផ្សេងហ្នឹងជួយសហការបន្តការកសាងសន្តិភាពតទៅមុខទៀតដើម្បីឲ្យប្រទេសជាតិយើងហ្នឹងរស់ដោយក្រមលុបសាសនារៀងខ្លួនឲ្យបានតរៀងទៅ ការគោរពឲ្យតម្លៃគ្នា នាំមកនៅសុខដុមរមនា អន្តរសាសនា ឬជំនឿ